វណ្ណៈចិនដៀលទៅជាចៅពីចៅបានខ្លាចទៅជាព្រះអរហន្តអតីតកាលដែលពោពេញទៅដោយបាបកម្មជាប់ជំពាក់នៅក្នុងចិត្តនាំឲ្យលីលាវតីដែលបានស្លាប់ទៅត្រឡប់មកកើតម្ដងទៀតនិងចងចាំនៅរឿងរ៉ាវទាំងអស់តើភានរៈនឹងជ្រើសរើសយកអតីតកាលដែលត្រឡប់មកវិញឬឈានទៅរកអនាគតតើស្នេហាពួកគេនឹងបញ្ចប់ទៅដោយរបៀបណាសូមអញ្ជើញមកទស្សនារឿងស្នេហាឆ្លងជាតិសូមចុច Subscribe និងដាក់រូបកណ្ដឹងដើម្បីជួយលើកទឹកចិត្តដល់ក្រុមការងារនៃខ្ញុំធ្វើវីដេអូបន្តនៅសម័យពុទ្ធកាលក្រុងសាវត្ថីដ៏រុងរឿងនិងពោពេញទៅដោយមនុស្សពីវណ្ណៈផ្សេងគ្នាទាំងក្សត្រព្រាហ្មណ៍អ្នកជំនួញនិងវណ្ណៈសូទ្រៈនៅមិនឆ្ងាយពីក្រុងសាវត្ថីនេះមានភូមិមួយនៃវណ្ណៈចិនដៀលបើមានកូនចៅដែលរៀបការឆ្លងវណ្ណៈនឹងត្រូវបានគេស្អប់ខ្ពើមនៅក្នុងភូមិចិនដៀលនេះមានកម្លោះម្នាក់ឈ្មោះថាភានរៈដែលរស់នៅជាមួយឪពុកម្ដាយនៅក្នុងផ្ទះចាស់ឪពុករបស់គាត់ជាបុរសកាប់អស់ដែលខំប្រឹងធ្វើការរាល់ថ្ងៃគាត់រកអស់ល្អៗទៅលក់នៅក្នុងក្រុងសាវត្ថីជានិច្ចដោយមានអតិថិជនប្រចាំម្នាក់ឈ្មោះថាសុមង្គលសេដ្ឋីគាត់គឺជាពាណិជ្ជករនៅក្នុងវណ្ណៈព្រាហ្មណ៍ដែលមិនប្រកាន់វណ្ណៈឬមាក់ងាយជនជាតិចិនដៀលឡើយថ្ងៃមួយសុមង្គលបានស្នើសុំឲ្យបុរសកាប់អស់រកកម្លោះម្នាក់មកជួយការងារនៅផ្ទះរបស់គាត់បុរសកាប់អស់បានស្នើសុំឲ្យភានរៈកូនប្រុសរបស់គាត់ទៅបន្ទាប់ពីបុរសកាប់អស់ត្រឡប់ទៅផ្ទះវិញគាត់ក៏បានអង្វរឲ្យភានរៈទៅធ្វើការជាមួយនឹងមង្គលសេដ្ឋីទោះបីជាមានប្រាក់ឈ្នួលល្អក៏ដោយក៏ភានរៈមិនចង់ទៅនោះទេព្រោះគាត់គិតថានឹងត្រូវទៅធ្វើការនៅក្នុងចំណោមវណ្ណៈព្រាហ្មណ៍ដែលតែងតែជេរប្រមាថនិងមើលងាយជនជាតិចិនដៀលប៉ុន្តែដើម្បីសេចក្តីសុខឪពុកម្ដាយភានរៈក៏សម្រេចចិត្តទៅធ្វើការជាមួយនឹងសុមង្គលនៅក្នុងក្រុងសាវត្ថីប៉ុន្តែពេលទៅដល់ភានរៈត្រូវភ្ញាក់ផ្អើលព្រោះសុមង្គលប្រព្រឹត្តចំពោះគាត់ដូចជាកូនប្រុសម្នាក់ផ្ដល់ការអប់រំនិងស្នាក់នៅជាមួយក្នុងដំណាក់ធំជាមួយនឹងគ្រួសាររបស់គាត់សុមង្គលសេដ្ឋីមានភរិយាឈ្មោះថាកហបតីនិងមានកូនស្រីច្បងឈ្មោះថាកនិកាកូនប្រុសទី2ឈ្មោះថាជ័យសែននិងកូនស្រីពៅឈ្មោះថាលីលាវតីកូនស្រីទាំងពីរនាក់ស្នាក់នៅជាន់លើបំផុតនៃដំណាក់ភានរៈធ្វើមិត្តជាមួយនឹងសែនជ័យដែលមានអាយុប្រហាក់ប្រហែលនឹងគ្នាទោះបីជាភានរៈបានរស់នៅក្នុងផ្ទះរបស់សុមង្គលសេដ្ឋីយ៉ាងសុខសប្បាយក៏ដោយក៏គាត់មិនដែលភ្លេចខ្លួនឯងដែរនៅតែបន្ទាបខ្លួនធ្វើការយ៉ាងឧស្សាហ៍ព្យាយាមមានពេលមួយសុមង្គលនិងសានជ័យត្រូវធ្វើដំណើរទៅធ្វើជំនួញនៅក្រៅក្រុងទុកឲ្យភានរៈស្នាក់នៅដំណាក់ជាមួយនឹងនាងកហបតីពេលសុមង្គលសេដ្ឋីមិននៅនាងកហបតីនិងនាងកនិកាក៏បញ្ចេញធាតុពិតរបស់ពួកគេគឺពួកគេស្អប់ខ្ពើមជនជាតិចិនដៀលយ៉ាងខ្លាំងកន្លងមកពួកគេទាំងពីរបានសម្ដែងល្ខោនថាជាមនុស្សចិត្តល្អមិនប្រកាន់វណ្ណៈប៉ុន្តែពេលគ្មាននរណាម្នាក់នៅការពារភានរៈនាងកហបតីនិងនាងកនិកាក៏យកដៃបិទមាត់បិទច្រមុះបង្ហាញពីការស្អប់ខ្ពើមដែលមានជនជាតិចិនដៀលមករស់នៅក្នុងផ្ទះតែមួយទីបំផុតពួកគេក៏បណ្ដេញភានរៈឲ្យទៅរស់នៅក្នុងខ្ទមក្រោយសួនភានរៈត្រូវគេប្រើការងារយ៉ាងធ្ងន់ហើយអនុញ្ញាតឲ្យហូបបាយតែនឹងទឹកត្រីប៉ុណ្ណោះលើសពីនេះគាត់នៅត្រូវគេជេរប្រមាថនិងមើងងាយរាល់ថ្ងៃប៉ុន្តែថ្ងៃមួយស្រាប់តែមានកញ្ចប់អាហារនិងសូដាស្រស់ស្អាតដាក់នៅលើខ្ទមរបស់គាត់ព្រមជាមួយនឹងសម្បត្តិមួយពីអ្នកមានចិត្តល្អប៉ុន្តែភានរៈមិនទុកចិត្តនោះទេដូច្នេះគាត់ក៏បានរក្សាកញ្ចប់នោះនៅដដែលព្រោះគាត់មិនគិតថានឹងមាននរណាម្នាក់ពិតជាអាណិតអាសូរចំពោះជនជាតិចិនដៀលដូចគាត់ឡើយកញ្ចប់អាហារនិងកញ្ចប់សម្ពុតត្រូវបានដាក់នៅទីនោះអស់ជាច្រើនថ្ងៃដោយភានរៈមិនដឹងថានរណាជាអ្នកយកមកឲ្យនោះទេរហូតដល់យប់មួយខណៈពេលដែលភានរៈកំពុងអង្គុយក្រៀមក្រំតែម្នាក់ឯងក្រោមពន្លឺព្រះច័ន្ទមានសម្លេងនារីម្នាក់ហៅឈ្មោះគាត់នោះគឺលីលាវតីដែលបានលួចចុះពីដំណាក់មកសួរសុខទុក្ខភានរៈលីលាវតីគឺជាអ្នកមានចិត្តល្អដែលលួចយកអាហារនិងសម្ពុតល្អៗមកឲ្យដោយសារតែនាងមានចិត្តអាណិតអាសូរនាងតែងតែជួយគាត់ជានិច្ចបន្ទាប់ពីយប់នោះមកភានរៈដែលកំពុងតែក្រៀមក្រំក៏មានភាពសប្បាយរីករាយជាងមុនលីលាវតីតែងតែលួចចុះមកជួបនឹងភានរៈជាញឹកញាប់ពួកគេទាំងពីរបាននិយាយគ្នានៅរឿងរ៉ាវរបស់ពួកគេរាល់យប់មិនយូរប៉ុន្មានពួកគេក៏ធ្លាក់អន្លង់ស្នេហ៍នឹងគ្នាប៉ុន្តែទំនាក់ទំនងរបស់ពួកគេគឺខុសវណ្ណៈនៅពេលដែលនាងកហបតីដឹងរឿងនេះលីលាវតីក៏ត្រូវបានគេវាយដំយ៉ាងធ្ងន់ធ្ងររាល់ពេលដែលនាងលួចទៅជួបនឹងភានរៈរាល់ថ្ងៃ
មានសំឡេងស្រែកយំឮចេញពីដំណាក់ភានរៈក៏ចេះតែឆ្ងល់ថាសំឡេងស្រែកយំនោះគឺជារបស់នរណារហូតដល់ថ្ងៃមួយគាត់ក៏សម្រេចចិត្តចូលទៅលួចមើលក្នុងដំណាក់រហូតបានឃើញថាលីឡាវតីត្រូវបានគេវាយដំរាល់ពេលដែលនាងចេញមកជួបគាត់មិនអាចទ្រាំមើលអ្នកដែលគាត់ស្រឡាញ់ត្រូវគេធ្វើទុកបែបនេះឡើយនៅកណ្ដាលយប់នោះភានរៈក៏ជូតទឹកភ្នែកហើយរត់ត្រឡប់ទៅរកឪពុកម្ដាយដែលនៅភូមិចន្ទាលប៉ុន្តែពេលទៅដល់ផ្ទះភានរៈមិនឃើញឪពុកម្ដាយនោះទេឃើញតែតាចាស់ម្នាក់តែនិយាយថាឪពុកម្ដាយរបស់គាត់បានផ្លាស់ទៅនៅភាគខាងជើងហើយភានរៈមិនដឹងថាត្រូវទៅណាបន្តទៀតទេគាត់ក៏ធ្វើដំណើរឡើងភាគខាងជើងដើម្បីស្វែងរកឪពុកម្ដាយរបស់គាត់ដោយគ្មានទិសដៅមិនយូរប៉ុន្មានភានរៈដែលតែងតែសោកសៅនិងអស់សង្ឃឹមក៏ខ្លាចទៅជាបុរសអនាថាទុកខ្លួនទុកកាយទុកពុកមាត់ដោះវែងរូបរាងស្គមស្គាំងដោយសារមិនបានបរិភោគអាហារជាយូរមុនពេលទៅអង្គុយអស់កម្លាំងចិត្តស្លាប់នៅក្រោមដើមឈើប៉ុន្តែសំណាងល្អមានបុរសចិត្តល្អម្នាក់ជួយគាត់បុរសចិត្តល្អនោះបានថែទាំភានរៈរហូតជាសះស្បើយព្រមទាំងស្ម័គ្រចិត្តតាមជួយភានរៈទៅស្វែងរកឪពុកម្ដាយផងដែរពួកគេទាំងពីរក៏ចេញដំណើរជាមួយគ្នាប៉ុន្តែអកុសលពួកគេក៏ត្រូវបានបុរសណែនាំផ្លូវម្នាក់បើកបញ្ឆោតឲ្យទៅរស់នៅក្នុងក្រុមចៅព្រៃទោះបីជាក្រុមចៅក៏ដោយក៏មេចៅនិងក្រុមចៅទាំងអស់បានស្វាគមន៍និងអាណិតអាសូរភានរៈយ៉ាងល្អរហូតធ្វើឲ្យភានរៈមានអារម្មណ៍កក់ក្ដៅពេលរស់នៅជាមួយពួកគេក្នុងពេលដែលរស់នៅក្នុងក្រុមចៅនេះភានរៈដែលឆ្លាតវៃនិងរៀនឆាប់ចេះបានសិក្សាពីវិធីនៃចៅជាច្រើនរហូតខ្លាចទៅជាមនុស្សពេញចិត្តរបស់មេប៉ាមិនយូរប៉ុន្មានភានរៈដែលធ្លាប់ជាមនុស្សស្ងៀមស្ងាត់ក៏បានផ្លេចខ្លួនបន្តិចម្ដងខ្លាចទៅជាបុរសដែលរីករាយនៅក្នុងការផ្ដាច់ជីវិតអ្នកដទៃចេញទៅប្លន់និងមកវិញនៅក្នុងការផឹកស្រារាល់ថ្ងៃហើយវាបានបន្តបែបនេះអស់រយៈពេលយ៉ាងយូរដល់ទៅ4ឆ្នាំមានថ្ងៃមួយក្រុមចៅបានចេញទៅប្លន់ក្បួនពាណិជ្ជករធំមួយហើយបានរៀបចំផែនការចាប់ខ្លួនមេក្បួននោះមកកាត់កស្វែងដល់ព្រះមេកលីនៅពេលដែលក្រុមចៅដែលចេញទៅប្លន់ត្រឡប់មកវិញភានរៈដែលមិនបានទៅជាមួយក៏ភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះមេក្បួនពាណិជ្ជករដែលត្រូវបានចាប់មកនោះគឺជាសុមង្គលអ្នកមានគុណរបស់គាត់ហើយនឹងជ័យសែនជាមិត្តជិតស្និទ្ធរបស់គាត់ក៏ត្រូវក្រុមចៅសម្លាប់យ៉ាងអនាចអធមនៅពេលដែលសុមង្គលត្រូវប្រគល់ទៅឃុំឃាំងគាត់ក៏ចូលទៅប្រឆាំងមេចៅព្រមទាំងរៀបរាប់រឿងរ៉ាវទាំងអស់ថាសុមង្គលសេដ្ឋីគឺជាអ្នកមានគុណចំពោះគាត់មេចៅក៏មានចិត្តអាណិតអាសូរទៅដល់ភានរៈគាត់ក៏យល់ព្រមដោះលែងសុមង្គលសេដ្ឋីប៉ុន្តែពួកគេក៏ចាប់ភិក្ខុមួយអង្គមកជំនួសវិញដើម្បីឲ្យមេចៅកាត់កប៉ុន្តែនៅពេលដែលកម្មវិធីចាប់ផ្ដើមភិក្ខុអង្គនោះមិនបានបង្ហាញការភ័យខ្លាចតតែសោះការមិនខ្លាចស្លាប់របស់ភិក្ខុអង្គនេះធ្វើឲ្យមេចៅភ្ញាក់ផ្អើលយ៉ាងខ្លាំងគាត់ក៏បានសន្ទនាជាមួយនឹងភិក្ខុរូបនោះយ៉ាងយូររហូតកើតមានសទ្ធាជ្រះថ្លាដូចគ្នាទៅនឹងភានរៈនិងពួកនាយចៅទាំងអស់ដែលបានចូលរួមស្ដាប់ពួកគេទាំងអស់គ្នាមានការសង្វេគចិត្តបោះបង់ចោលការបូជាយញ្ញព្រះមេកលីនិងសម្រាប់ចិត្តលះបង់ការធ្វើជាចៅហើយនាំគ្នាតាមភិក្ខុចូលទៅក្នុងក្រុងទៅកាន់វត្តចេតវ័នមហាវិហារហើយចូលបួសជាភិក្ខុនៅពេលដែលព្រះភិនរៈចូលបួសគាត់បាននឹកឃើញដល់ឪពុកម្ដាយដែលគាត់បានភ្លេចគាត់ក៏សម្រេចចិត្តចេញទៅអណ្ដែតអណ្ដូងស្វែងរកឪពុកម្ដាយម្ដងទៀតក្នុងរូបភាពជាភិក្ខុគាត់ធ្វើដំណើរទៅភាគខាងជើងជាបន្តបន្ទាប់រហូតដល់ខ្ទមមួយនៅជិតជើងភ្នំហិមាល័យក្នុងភាពងងឹតនិងរងាបានធ្វើឲ្យព្រះភិនរៈត្រូវទៅសុំស្នាក់អាស្រ័យនៅក្នុងខ្ទមនោះហើយបានជួបតាចាស់ម្នាក់ដែលរស់នៅម្នាក់ឯងពេលពួកគាត់ទាំងពីរបានសន្ទនាគ្នាមិនយូរប៉ុន្មានព្រះភិនរៈបានដឹងថាតាមពិតបុរសចាស់នេះគឺជាឪពុករបស់គាត់ពួកគេទាំងពីរមានការរីករាយយ៉ាងខ្លាំងនៅពេលដែលដឹងការពិតព្រះភិនរៈក៏មានការក្រៀមក្រំនៅក្នុងពេលជាមួយគ្នានៅពេលដែលដឹងថាម្ដាយរបស់គាត់បានស្លាប់ទៅហើយបន្ទាប់ពីព្រះភិនរៈបានជួបឪពុកម្ដាយគាត់ក៏បាននាំឪពុកត្រឡប់ទៅកាន់ក្រុងសាវត្ថីវិញនិងឲ្យឪពុកបួសជាភិក្ខុដូចគាត់ដែរព្រះភិនរៈបានបដិញ្ញាចិត្តសិក្សាធម៌និងមានចិត្តស្ងប់ជាងមុនបន្ទាប់ពីបានជួបឪពុករបស់គាត់មានថ្ងៃមួយខណៈពេលដែលព្រះភិក្ខុទាំងឡាយកំពុងអង្គុយជាជួរមកអ្នកស្រុកស្រែមកធ្វើបុណ្យភ្នែករបស់ព្រះភិនរៈបានស្រពេចស្រពិលមើលទៅឃើញស្រីស្អាតម្នាក់ដែលសម្លឹងមើលគាត់ជាប់រហូតនាងគឺជាលីឡាវតីដែលឥឡូវពេញក្រមុំហើយ
ប៉ុន្តែពួកគេទាំងពីរនាក់មិនទាន់ប្រកាសចិត្តនៅឡើយទេរហូតដល់ថ្ងៃបន្ទាប់វាសនាបានលេងសើចជាមួយនឹងព្រះភិនរៈដែលគាត់ត្រូវដើរទៅបិណ្ឌបាតយ៉ាងឆ្ងាយជាងធម្មតារហូតទៅដល់ផ្ទះលីឡាវតីនិងនាងកហបតីជាម្ដាយដែលសង្ស័យថាព្រះភិនរៈគឺជាចន្ទាលដែលធ្លាប់រស់នៅផ្ទះរបស់គាត់ពីមុនក៏បាននិមន្តឲ្យព្រះភិនរៈចូលទៅទទួលបិណ្ឌបាតនៅក្នុងគេហដ្ឋាននៅពេលនេះគេហដ្ឋានដ៏ធំនោះសល់តែនាងកហបតីលីឡាវតីនិងទាសីប៉ុណ្ណោះព្រោះលោកមង្គលសេដ្ឋីនិងជ័យសែនបានស្លាប់ទៅហើយរីឯនាងកនិកាក៏បានរៀបការទៅរស់នៅផ្ទះប្តីដែរពួកគេព្យាយាមសួរព័ត៌មានផ្សេងពីព្រះភិនរៈរហូតដឹងការពិតថាគាត់គឺជាភិនរៈម្នាក់ដែលពួកគេស្គាល់ពីមុនខាងលីឡាវតីមានសេចក្តីរីករាយយ៉ាងខ្លាំងទឹកភ្នែករបស់នាងហូរចេញមកដោយក្តីសោកដូចជាព្រះភិនរៈដែលក្នុងចិត្តក៏រីករាយខ្លាំងដែរពេលបានជួបលីឡាវតីព្រះភិនរៈក៏មានចិត្តភ្ញាក់ផ្អើលពេលដែលឃើញនាងកហបតីដែលធ្លាប់ស្អប់គាត់ពីមុនប៉ុន្តែថ្ងៃនេះនាងបែរជាយំដោយសប្បាយចិត្តហើយនៅព្យាយាមនិយាយសុំទោសប្រាប់អំពីអ្វីដែលនាងធ្លាប់ធ្វើពីមុនព្រះភិនរៈមិនដែលខឹងសម្បាអ្វីក៏បានអភ័យទោសដល់នាងកហបតីដោយស្មោះចាប់តាំងពីពេលនោះមកព្រះភិនរៈមានចិត្តរីករាយព្រោះគាត់លែងជាមនុស្សដែលនាងកហបតីរអើមហើយនិងបានសន្ទនាជាមួយនឹងលីឡាវតីជាញឹកញាប់ប៉ុន្តែរឿងល្អៗមិនអាចនៅជាមួយយើងបានយូរទេបាបកម្មពេលដែលគាត់ជាចៅព្រៃក៏បានត្រឡប់មករកព្រះភិនរៈនៅទីបំផុតមេបញ្ជាការទាហានបាននាំទាហានជាច្រើនសិបនាក់ចូលមកចាប់ខ្លួនព្រះភិនរៈនិងក្រុមចៅចាស់ទាំងអស់ដល់ក្នុងវត្តហើយដោះស្បង់ចាញ់ស្លៀកសម្លៀកបំពាក់ធម្មតាឲ្យពួកគេពេលទាហានចាប់អ្នកទោសគ្រប់គ្នាហើយពួកគេក៏នាំចៅទាំងនោះទៅដង្ហែជុំវិញក្រុងមុននឹងនាំខ្លួនទៅកាន់ទីលានប្រហារជីវិតពួកគេជីកដណ្ដៅបញ្ចុះឲ្យនៅសល់តែក្បាលផុតពីដីប៉ុណ្ណោះហើយដាក់គំនរអស់ជុំវិញដើម្បីត្រៀមដុតទាំងរស់ឡើងត្រូវបានចេះឡើងសន្សឹមរៀលដាល់ទៅរកព្រះភិនរៈខណៈពេលដែលព្រះភិនរៈសន្លប់ដោយការភ័យខ្លាចព្រាមនោះទាហានក៏ប្រញាប់មកពន្លត់និងលើកយកព្រះភិនរៈចេញពីរណ្ដៅព្រះភិនរៈភ្ញាក់ឡើងម្ដងទៀតនៅក្នុងគេហដ្ឋានដែលគាត់ស្គាល់ច្បាស់ហើយឃើញលីឡាវតីអង្គុយនៅក្បែរគាត់គឺលីឡាវតីនេះហើយដែលជាអ្នកជួយជីវិតគាត់នៅវិនាទីដែលលីឡាវតីដឹងថាព្រះភិនរៈនឹងត្រូវប្រហារជីវិតនាងក៏រត់តាមក្បួនដង្ហែប្រជ្រៀតពួកហ្វូងមនុស្សទៅរកព្រះភិនរៈភ្លាមពេលដែលដឹងថាមនុស្សជាទីស្រឡាញ់កំពុងនឹងត្រូវស្លាប់នាងបានអង្វរម្ដាយឲ្យទៅលួសព្រះភិនរៈមកវិញដែលតនពេលល្មមធ្វើឲ្យព្រះភិនរៈនៅមានជីវិតរស់ព្រះភិនរៈមានការកតញ្ញូដ៏ជ្រាលជ្រៅចំពោះសេចក្តីស្រឡាញ់របស់លីឡាវតីនាងគឺជាអ្នកដែលជួយជីវិតគាត់ច្រើនដងឥឡូវនេះលីឡាវតីដូចជាម្ចាស់ជីវិតរបស់គាត់ដែលគាត់អាចធ្វើគ្រប់យ៉ាងតាមបញ្ជារបស់នាងប៉ុន្តែលីឡាវតីមិនចង់ខ្លាចជាម្ចាស់ជីវិតរបស់នរណានោះទេនាងគ្រាន់តែចង់ឲ្យព្រះភិនរៈលាសិក្ខាចេញមករស់នៅជាមួយនឹងនាងដូចមនុស្សទូទៅទោះបីជាព្រះភិនរៈត្រូវបានបង្ខំឲ្យដោះស្បង់ចេញហើយក៏ដោយក៏គាត់នៅតែចាត់ទុកខ្លួនឯងជាភិក្ខុដូច្នេះគាត់ក៏សុំលីឡាវតីថានឹងត្រឡប់ទៅវត្តសិនហើយនឹងផ្ដល់ចម្លើយនៅក្នុងរយៈពេល3ថ្ងៃទៀតព្រះភិនរៈប្រយុទ្ធជាមួយនឹងគំនិតខ្លួនឯងរៀងរាល់យប់រហូតដល់ថ្ងៃទី3គាត់ក៏សម្រេចចិត្តថានឹងទៅរស់នៅជាមួយនឹងនាងលីឡាវតីព្រះភិនរៈសូមលាសិក្ខាជាមួយនឹងព្រះអាចារ្យប៉ុន្តែព្រះអាចារ្យមិនយល់ស្របទេតែលោកក៏មិនហាមឃាត់អ្វីដែរព្រះអាចារ្យគ្រាន់តែនាំព្រះភិនរៈទៅកាន់សហគមន៍មួយជាមុនសិនហើយបង្រៀនឲ្យព្រះភិនរៈបានឃើញពីទុកនៃការបែកបាក់ស្នេហានិងសង្ខារដែលមិនទៀងធ្វើឲ្យមនុស្សគ្រប់គ្នាត្រូវតែស្លាប់និងចាកចេញពីអ្វីដែលស្រឡាញ់ខ្លាចទៅជាទុកដដែលមិនមានថ្ងៃបញ្ចប់ព្រះភិនរៈមានចិត្តសង្វេគចំពោះសេចក្តីស្នេហាភ្លាមហើយក៏សម្រេចចិត្តបន្តជាភិក្ខុតទៅទៀតព្រះអាចារ្យបានណែនាំឲ្យព្រះភិនរៈនៅឲ្យឆ្ងាយពីអ្វីដែលរំខានចិត្តដោយឲ្យផ្លាស់ទៅនៅវត្តពុព្រាមនៅភាគខាងកើតនៃក្រុងសាវត្ថីព្រះភិនរៈក៏បានប្រតិបត្តិតាមផ្លាស់ទៅខាងកើតដោយមិនប្រាប់នរណាម្នាក់តតែសោះសូម្បីតែលីឡាវតីព្រោះគាត់មិនចង់បាត់បង់ភាពស្ងប់ស្ងាត់នៃការជាភិក្ខុហើយក៏មិនចង់ឲ្យលីឡាវតីត្រូវអ្នកដទៃមើលងាយប្រសិនបើនាងរៀបការជាមួយនឹងចន្ទាលដែលមានអតីតកាលជាចៅដូចជាគាត់ខាងលីឡាវតីដែលរងចាំចម្លើយជាយូរប៉ុន្តែគ្មានដំណឹងអ្វីតតែសោះនាងខំប្រឹងស្វែងរកព្រះភិនរៈយ៉ាងយូររហូតដល់ថ្ងៃមួយលីឡាវតីក៏បានមកឃើញកុដិរបស់ព្រះភិនរៈលីឡាវតីនិងនាងទាសីនាំគ្នាមកអង្គុយចាំទាំងភ្លៀងនៅខាងមុខកុដិរបស់ព្រះភិនរៈដើម្បីអង្វរឲ្យព្រះភិនរៈលាសិក្ខាមករស់នៅជាមួយនឹងនាងមុនពេលដែលវ័យយឺតពេលជាងនេះព្រោះលីឡាវតីកំពុងត្រូវបង្ខំឲ្យរៀបការជាមួយនឹងសុវណ្ណកុមារបុរសវ័យក្មេងវណ្ណៈព្រាហ្មណ៍ដែលស្រឡាញ់លីឡាវតីយូរមកហើយ
ហើយឥឡូវបានមកស្ដីដណ្ដឹងលីឡាវតីជាមួយនឹងនាងកហបតីរួចទៅហើយនាងកហបតីដែលយល់ច្បាស់ហើយថាព្រះភិនរៈមិនអាចលាសិក្ខាមករៀបការជាមួយនឹងកូនស្រីបានឡើយនាងក៏ព្យាយាមលួងលោមកូនស្រីឲ្យរៀបការជាមួយនឹងសវណ្ណៈប៉ុន្តែលីឡាវតីមិនទាន់ព្រមទទួលយកសំណើនេះបានទេពេលលីឡាវតីបានប្រាប់ដំណឹងគ្រប់យ៉ាងឲ្យព្រះភិនរៈដឹងហើយនាងក៏ធ្វើដំណើរត្រឡប់មកផ្ទះវិញព្រះភិនរៈពេលដែលនៅក្នុងកុដិក៏គិតច្រើនចិត្តរបស់គាត់មិនអាចស្ងាត់បានទេប្រសិនបើលីឡាវតីគ្មានសុភមង្គលព្រះភិនរៈក៏សម្រេចចិត្តទៅសូមលាចាកសិក្ខាម្ដងទៀតហើយលើកនេះគ្មានអ្វីអាចផ្លាស់ប្ដូរចិត្តគាត់បានឡើយទោះបីជាព្រះអាចារ្យបានហាមប្រាមម្ដងហើយម្ដងទៀតក៏ដោយក៏ព្រះភិនរៈនៅតែបដិញ្ញាចិត្តសឹករហូតដល់ចង់បញ្ចប់ព្រះអាចារ្យក៏ត្រូវតែព្រមឲ្យគាត់សឹកប៉ុន្តែខណៈពេលដែលព្រះភិនរៈកំពុងរងចាំសឹកនៅវត្តនោះសុវណ្ណកុមារក៏បានដឹងថាហេតុដែលលីឡាវតីមិនព្រមរៀបការជាមួយនឹងគាត់គឺដោយសារតែនាងរងចាំព្រះភិនរៈសុវណ្ណកុមារក៏រៀបចំសរសេរសម្បត្តិមួយច្បាប់ដែលចម្លងអក្សរដៃរបស់លីឡាវតីហើយយកទៅប្រគល់ឲ្យព្រះភិនរៈនៅក្នុងសម្បត្តិនោះមានអត្ថន័យថាលីឡាវតីនឹងធ្វើជាកូនដែលដឹងគុណចំពោះម្ដាយនាងនឹងរៀបការជាមួយនឹងសុវណ្ណកុមារនិងសូមឲ្យសេចក្តីស្នេហារវាងពួកគេទាំងពីរបញ្ចប់ត្រឹមនេះចុះពេលព្រះភិនរៈបានអានសម្បត្តិនោះហើយគាត់ក៏ជឿភ្លាមគាត់សោកស្ដាយខ្លាំងណាស់ដែលត្រូវនាងលីឡាវតីបោះបង់ចោលព្រះភិនរៈឈឺចាប់ខ្លាំងរហូតគាត់ក៏រត់ចេញពីក្រុងសាវត្ថីហើយចេញដំណើរម្ដងទៀតជាមនុស្សអនាថាព្រះភិនរៈដើរទូលសេចក្តីការទុកនឹងការឈឺចាប់ទៅទិសខាងកើតដោយគ្មានគោលដៅប៉ុន្តែទោះជាយ៉ាងណាក៏ដោយនៅតាមផ្លូវព្រះភិនរៈមិនបានភ្លេចជួយអ្នកដែលកំពុងមានទុក្ខលំបាកជានិច្ចច្រើនឆ្នាំកន្លងផុតទៅព្រះភិនរៈបានមករស់នៅវត្តវេលវ័ននៅក្នុងក្រុងរាជក្រឹសនិងបានក្លាយជាព្រះមហាថេរៈក្នុងចំណោមព្រះសង្ឃគាត់បានសិក្សាធម៌រហូតបានចិត្តស្ងប់ប៉ុន្តែមិនយូរប៉ុន្មានចិត្តរបស់គាត់ក៏រញ្ជួយសារជាថ្មីម្ដងទៀតពេលព្រះភិនរៈបានដឹងថាលីឡាវតីបានតាមគាត់មកបួសជាភិក្ខុនីនៅក្នុងវត្តវេលវ័នយូរមកហើយនិងពេលនេះនាងកំពុងនឹងមរណភាពដោយសារជំងឺមហារីកពេលព្រះភិនរៈបានដឹងដំណឹងគាត់ក៏មិនអាចទប់ចិត្តបានក៏ប្រញាប់ទៅមើលលីឡាវតីជាលើកចុងក្រោយភិក្ខុនីលីឡាវតីបានបកស្រាយពីការពិតនៃសម្បត្តិខ្លាំងៗដែលបានប្រើដើម្បីផ្ដាច់ទំនាក់ទំនងរវាងពួកគេទាំងពីរប៉ុន្តែពេលដែលព្រះភិនរៈបានដឹងការពិតវាហួសពេលទៅហើយគាត់ត្រូវតែឈរមើលលីឡាវតីសន្សឹមរហូតដល់អស់ដង្ហើមនៅចំពោះមុខសេចក្តីសោកសៅបានគ្របដណ្ដប់ទៅលើចិត្តរបស់ភិនរៈម្ដងទៀតបន្ទាប់ពីរៀបចំពិធីបុណ្យសពលីឡាវតីរួចគាត់ក៏បានដាក់ធាតុរបស់លីឡាវតីនៅក្នុងចេតិយវត្តវេលវ័នទោះបីជាពិធីបុណ្យសពបានបញ្ចប់ទៅហើយក៏ដោយក៏ចិត្តរបស់ព្រះភិនរៈនៅតែសោកសៅនិងនឹកទៅដល់លីឡាវតីជានិច្ចរហូតដល់ឆ្នាំបន្ទាប់មកមានក្មេងស្រីម្នាក់បានចាប់កំណើតក្នុងក្រុងពារាណសីប្រទេសកាសីនាងមានឈ្មោះថារតបាណីជាកូនស្រីរបស់តតីសេដ្ឋីនិងនាងមេតិព្រាមណីប៉ុន្តែរឿងដែលចម្លែកគឺកុមារីម្នាក់នេះបានចាប់ផ្ដើមនិយាយថានាងចង់ធ្វើដំណើរទៅក្រុងសាវត្ថីតាំងតែពីនាងអាយុ2ឆ្នាំពេលនាងអាយុ3ឆ្នាំនាងប្រាប់អ្នកទាំងអស់គ្នាមានឈ្មោះថាលីឡាវតីពេលអាយុ4ឆ្នាំកុមារីអាចរៀបរាប់រឿងរ៉ាវពីអតីតជាតិរបស់នាងកាលដែលនាងជាលីឡាវតីឲ្យឪពុកម្ដាយរបស់នាងស្ដាប់យ៉ាងលម្អិតនិងនៅពេលដែលនាងមានអាយុ5ឆ្នាំរតបាណីបានអង្វរឪពុកឲ្យនាំនាងទៅក្រុងសាវត្ថីរហូតទីបំផុតឪពុកត្រូវធ្វើតាមបំណងកូនស្រីគាត់បាននាំរតបាណីធ្វើដំណើរទៅដល់ខាងមុខគេហដ្ឋាននៃនាងលីឡាវតីដែលឥឡូវនេះគេហដ្ឋានដ៏ធំនោះនៅសល់តែស្ត្រីកហបតីចាស់ជរាជាមួយនឹងទាសីប៉ុណ្ណោះរតបាណីយំចូលទៅរកម្ដាយពីអតីតជាតិនិងព្យាយាមប្រាប់ថានាងគឺជាលីឡាវតីប្រកាសណាស់ថានាងកហបតីមិនជឿឡើយរហូតដល់លីឡាវតីតូចចូលទៅក្នុងផ្ទះហើយចង្អុលទ្វារបង្អួចដែលនាងធ្លាប់រស់នៅបានយ៉ាងត្រឹមត្រូវធ្វើឲ្យនាងកហបតីជឿភ្លាមថារតបាណីបានមកកើតឡើងពិតមែននាងរីករាយយ៉ាងខ្លាំងនិងចង់ចិញ្ចឹមកូនស្រីម្ដងទៀតដោយលើកនេះនាងនឹងមិនបង្ខំលីឡាវតីទៀតឡើយហេតុការណ៍នេះធ្វើឲ្យគ្រួសារទាំងពីរត្រូវពិភាក្សាគ្នាយ៉ាងយូររហូតសម្រេចថារតបាណីនឹងត្រូវបែងចែកឲ្យរស់នៅជាមួយនឹងឪពុកម្ដាយនិងនាងកហបតីម្នាក់6ខែកុមាររតបាណីត្រូវបានចិញ្ចឹមនៅផ្ទះទាំងពីរបែបនេះរហូតដល់ធំលូតលាស់ទទួលបានក្តីស្រឡាញ់និងភាពកក់ក្ដៅពីផ្ទះទាំងពីរប៉ុន្តែនៅក្នុងចិត្តរបស់នាងប្រាថ្នាតែរឿងមួយគត់គឺការបានជួបព្រះភិនរៈបុរសជាទីស្រឡាញ់របស់នាងឥឡូវនេះព្រះភិនរៈ
ប្រតិបត្តិខ្លួនជាព្រះថេរល្អផ្សព្វផ្សាយពាក្យបង្រៀនរបស់ព្រះពុទ្ធរហូតមានមនុស្សកាន់តែច្រើនគោរពជំនឿព្រះពុទ្ធសាសនាជារៀងរាល់ថ្ងៃប៉ុន្តែអ្វីដែលព្រះភិនរៈបានធ្វើឲ្យលទ្ធិផ្សេងៗគ្នានេះនឹងខឹងសម្បាតែព្រះភិនរៈធ្វើឲ្យមនុស្សបូជាទេវតារបស់ពួកគេកាន់តែដាច់ថ្ងៃមួយព្រះភិនរៈមានឱកាសធ្វើដំណើរទៅក្រុងពារាណសីជាមួយនឹងគណៈសង្ឃពួកគេបានទៅស្នាក់អាស្រ័យជាមួយនឹងក្បួនពាណិជ្ជករដែលមេពាណិជ្ជករគឺជាពូរបស់នាងរតបានីពួកគេប្រឈមនឹងបញ្ហាដោយសារតែមនុស្សដែលមានជំនឿចាប់ផ្ដើមថយចុះប៉ុន្តែនៅពេលដែលពូរបស់រតបានីបានដឹងថាព្រះភិនរៈកំពុងនឹងធ្វើដំណើរទៅក្រុងពារាណសីគាត់ក៏សប្បាយចិត្តយ៉ាងខ្លាំងរួចប្រញាប់ប្រាប់ថាក្មួយស្រីរបស់ខ្លួនគឺជាលីលាវតីដែលបានរំពឹងរកព្រះភិនរៈតាំងពីក្មេងរហូតដល់ធំហើយនឹងស្នើសុំឲ្យព្រះភិនរៈលាសិក្ខាឲ្យបានប្រសិនបើកើតមានដូច្នេះមែនពុទ្ធសាសនិកជនក៏តំណែងជានឹងថយចុះសទ្ធារហូតអាចធ្វើឲ្យព្រះពុទ្ធសាសនាបាត់ពីផែនដីរបស់ខ្លួននៅពេលព្រះភិនរៈបានស្ដាប់ហើយក៏សប្បាយចិត្តយ៉ាងខ្លាំងដែលបានដឹងថាលីលាវតីបានមកកើតថ្មីប៉ុន្តែនៅពេលដែលនឹកដល់ពាក្យរបស់មេពាណិជ្ជជននិក្រនហើយយប់នោះព្រះភិនរៈស្ទឹងមិនលក់សោះប្រសិនបើព្រះអង្គលាសិក្ខាហើយជ្រើសរើសនៅជាមួយនឹងស្ត្រីជាទីស្រឡាញ់វានឹងធ្វើឲ្យផែនការរបស់អ្នកបន្ទុសារាយចំពោះព្រះពុទ្ធសាសនាទទួលបានជោគជ័យរហូតដល់ព្រឹកឡើងព្រះភិនរៈដែលសឹងមិនលក់ក៏ធ្វើដំណើរទៅវាលស្មៅធំមួយនៅក្នុងក្រុងពារាណសីដើម្បីសម្ងាំចិត្តសម្ងាំអារម្មណ៍ប៉ុន្តែជោគវាសនាក៏លែងជាមួយនឹងចិត្តរបស់ព្រះភិនរៈម្ដងទៀតនៅពេលពួកក្បួនរទេះរបស់រតបានីបានចេញដំណើរនាងដើរចេញពីក្បួនដោយសារអន្តេសានៅក្នុងចិត្តរហូតបានជួបនឹងព្រះភិនរៈលីលាវតីក្នុងចិត្តថ្មីចាំភិនរៈបានយ៉ាងច្បាស់ទោះបីជាគាត់ចាស់ជាងមុនក៏ដោយប៉ុន្តែនាងជឿថាភិក្ខុដែលនៅចំពោះមុខនាងគឺព្រះភិនរៈចំណែកព្រះភិនរៈផ្ទាល់ក៏ដឹងថាស្ត្រីដែលនៅឈរចំពោះមុខគាត់គឺនាងលីលាវតីពិតមែនអ្នកទាំងពីរឈរស្ងៀមសម្លឹងមើលគ្នាយ៉ាងយូររហូតដល់លីលាវតីចាប់ផ្ដើមយំហើយដួលចុះទៅប្រណម្យជើងរបស់ភិនរៈសម្រាប់ទឹកភ្នែកដោយក្តីអំណរតែទីបំផុតនាងបានដើរឆ្លងភពឆ្លងជាតិរហូតបានជួបព្រះភិនរៈម្ដងទៀតប៉ុន្តែចំពោះព្រះភិនរៈដែលមានកិច្ចការសំខាន់ត្រូវការពារទោះបីជាគាត់នៅស្រឡាញ់លីលាវតីក៏ដោយក៏គាត់មិនអាចបោះបង់សាសនាបានដែរគាត់សង្កត់ចិត្តធ្វើដូចជាចាំលីលាវតីមិនបាននិងបដិសេធថាគាត់មិនមែនជាមនុស្សដែលនាងកំពុងស្វែងរកនោះទេទោះបីលីលាវតីព្យាយាមអះអាងនិងយំសោកសង្រេងយ៉ាងណាក៏ដោយក៏ព្រះភិនរៈមិនព្រមទុនចិត្តដែរដល់រហូតដល់មេពាណិជ្ជករដែលលួចមើលយ៉ាងស្ងាត់បានឃើញថាព្រះភិនរៈមិនព្រមលាសិក្ខាទេគាត់ក៏នាំក្មួយស្រីមកវិញចំណែកព្រះភិនរៈក៏បែរក្នុងដើរចេញទៅជាមួយនឹងទឹកភ្នែកដែលហូរមិនឈប់មេពាណិជ្ជករបាននាំក្មួយស្រីរបស់ខ្លួនចូលទៅក្នុងក្បួនរទេះហើយផ្ដាំគម្ពីរបុត្ររបស់ខ្លួនឲ្យនាំក្បួនរទេះទៅជូនលីលាវតីឬរតបានីខណៈដែលក្បួនកំពុងបើកបរតាមផ្លូវគម្ពីរបុត្រក៏បាននិយាយលួងលោមលីលាវតីជាប់ជានិច្ចអំពីសេចក្តីស្រឡាញ់ដែលគ្មានប្រយោជន៍របស់លីលាវតីសេចក្តីស្រឡាញ់ដែលសង្ឃឹមថានឹងទទួលបានការស្រឡាញ់ត្រឡប់មកវិញហាក់ដូចជាល្ងងណាស់ព្រោះប្រសិនបើគេមានសេចក្តីស្រឡាញ់គេនឹងរីករាយណាស់ប្រសិនបើអ្នកដែលគេស្រឡាញ់មានសុភមង្គលទោះបីជាមិនបានទទួលសេចក្តីសុខនោះមកវិញក៏ដោយពាក្យសម្ដីទាំងនេះហើយដែលធ្វើឲ្យលីលាវតីគិតបានប៉ុន្តែនាងនៅតែមិនដឹងថាត្រូវដោះស្រាយជាមួយនឹងអារម្មណ៍លើកនេះយ៉ាងណានោះទេអំពីបុត្រក៏បានណែនាំឲ្យលីលាវតីព្យាយាមបដូរសេចក្តីស្រឡាញ់ទៅជាអ្វីផ្សេងលីលាវតីក៏បានបដូរសេចក្តីស្រឡាញ់របស់នាងទៅជាសេចក្តីស្អប់លីលាវតីទៅផ្ទះវិញរស់នៅជាមួយឪពុកម្ដាយនៅក្រុងពារាណសីហើយមិនបាននិយាយអំពីព្រះភិនរៈទៀតឡើយគ្រប់គ្រាន់ហើយជាមួយនឹងសេចក្តីស្រឡាញ់ដែលនាងដេញតាមតែម្នាក់ឯងនៅទីបំផុតសេចក្តីស្អប់ក៏គ្របសង្កត់លើចិត្តរបស់លីលាវតីរហូតដល់សេចក្តីស្រឡាញ់បានរលាយបាត់អស់ព្រះភិនរៈដែលបានបដិសេធសេចក្តីស្រឡាញ់របស់លីលាវតីកាលពីមុនមិនយូរប៉ុន្មានគាត់ក៏ដឹងខ្លួនថាគាត់បានធ្វើបាបចិត្តនារីជាទីស្រឡាញ់ខ្លាំងពេកគាត់នៅតែស្នាក់នៅក្នុងក្រុងពារាណសីព្យាយាមស្វែងរកដំណឹងអំពីលីលាវតីដើម្បីសំទោសនាងរហូតបានជួបនឹងលីលាវតីម្ដងទៀតប៉ុន្តែលើកនេះក្រសែភ្នែករបស់នាងបានប្រែប្រួលទៅជាខ្សែភ្នែកដែលគ្មានសេចក្តីស្រឡាញ់នៅសល់តែសេចក្តីស្អប់នៅក្នុងនោះព្រះភិនរៈយល់អ្វីៗគ្រប់យ៉ាងភ្លាមគាត់ក៏មានអារម្មណ៍ថាសោកស្ដាយយ៉ាងខ្លាំងបានត្រឹមតែអោនមុខទទួលយកកំហុសនិងសំទោសចំពោះរឿងដែលធ្លាប់បានធ្វើ
ឲ្យនាងឈឺចាប់រួចក៏និយាយលាដើម្បីធ្វើដំណើរទៅក្រុងសាវត្ថីវិញការជួបគ្នាលើកនេះធ្វើឲ្យលីឡាវតីត្រឡប់ទៅគិតម្ដងទៀតថានាងមិនចង់ឲ្យព្រះភិនរៈសោកស្ដាយចិត្តទេនាងក៏សូមឪពុកម្ដាយធ្វើដំណើរទៅក្រុងសាវត្ថីដើម្បីសុំទោសដល់ព្រះភិនរៈប៉ុន្តែតាមផ្លូវនោះឯងលីឡាវតីក៏បានមានឱកាសស្ដាប់ធម៌ទេសនាពីព្រះពុទ្ធរហូតនាងបានសម្រេចជាព្រះអរហន្តគ្មានសេចក្តីស្រឡាញ់និងសេចក្តីស្ដាប់នៅក្នុងចិត្តរបស់នាងទៀតទេនាងសម្រេចចិត្តចេញបួសជាភិក្ខុនីភ្លាមប៉ុន្តែដើម្បីកុំឲ្យមានរឿងជាប់ជំពាក់ភិក្ខុនីលីឡាវតីក៏ទៅរកព្រះភិនរៈម្ដងទៀតដែលពេលនេះកំពុងទ្រុឌទ្រោមខ្សែកម្លាំងដោយសារជំងឺនៃសេចក្តីស្រឡាញ់ព្រះភិនរៈបានសម្លឹងមើលក្រសែភ្នែករបស់ភិក្ខុលីឡាវតីម្ដងទៀតឥឡូវនេះវាបានផ្លាស់ប្ដូរទៅរកភាពល្អប្រសើរនាងគ្មានសេចក្តីស្រឡាញ់ឬសេចក្តីស្អប់ចំពោះគាត់ទៀតទេមានតែសេចក្តីសុខដែលកើតចេញពីការលះបង់ព្រះភិនរៈមានអារម្មណ៍សប្បាយចិត្តខ្លាំងណាស់ទោះបីជាគាត់នៅលិចលង់នៅក្នុងសេចក្តីស្រឡាញ់លើកនេះក៏ដោយចាប់តាំងពីពេលនោះមកព្រះសង្ឃទាំងពីរអង្គទោះបីមានឱកាសជួបគ្នាខ្លះក៏ដោយក៏គ្មានសេចក្តីប្រាថ្នាចំពោះគ្នានឹងគ្នាហើយមិនអាចត្រឡប់មកស្រឡាញ់គ្នាម្ដងទៀតបានទេទាំងអស់នេះហើយគឺជារឿងរ៉ាវរបស់ភិនរៈនិងលីឡាវតីដែលខ្ញុំបាននាំមកជូនអ្នកទាំងអស់គ្នានៅថ្ងៃនេះប្រសិនបើមានកន្លែងណាមួយខុសឆ្គងខ្ញុំនិងក្រុមការងារសូមអភ័យទោសដល់អ្នកទាំងអស់គ្នាផងប្រសិនបើចូលចិត្តវីដេអូបែបនេះសូមកុំភ្លេចជួយចុច like subscribe និង share វីដេអូនេះដើម្បីជាកម្លាំងចិត្តដល់ក្រុមការងារយើងខ្ញុំផងសូមអរគុណ